ត្រាំនឹងមកម៉ាឡេស៊ីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាឡេស៊ីលោកមហាម៉េតហាសាន់នាថ្ងៃអង្គារទី14ខែតុលាបាននិយាយថាប្រធានាធិបតីអាមេរិកដូណាល់ត្រាំនឹងធ្វើដំណើរមកកាន់ម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានបើតាមលោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះនឹងត្រូវធ្វើឡើងអំឡុងកិច្ចប្រជុំមេដឹកនាំអាស៊ានដែលក្រុងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរចាប់តាំងពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025លោកមហាម៉ាត់បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូចនេះថាអំឡុងកិច្ចប្រជុំកំពូលអាស៊ានយើងសង្ឃឹមថាការចុះកិច្ចព្រមព្រៀងមួយហៅថាកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរនឹងធានានៅបទឈប់បាញ់យូរអង្វែងព្រមទាំងសន្តិភាពគូបញ្ជាក់ថាភាពតានតឹងជំវិញបញ្ហាព្រំដែនរវាងកម្ពុជានិងថៃបានឈានដល់ការប៉ះទង្គិចប្រដាប់អាវុធដល់ប្រឡាយអស់រយៈពេល5ថ្ងៃកាលពីខែកក្កដាកន្លងទៅមុនពេលមានបទឈប់បាញ់គ្នាដែលផ្ដួចផ្ដើមដោយលោកត្រាំនិងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉រប្រាហ៊ីមដែលជាប្រធានបដូវវេនរបស់អាស៊ាន